សួស្តីបងប្អូនទាំងអស់គ្នានេះគឺជា iPhone SE ចំនួនទី2ឬក៏ iPhone SE 2 SE 2 2020ខ្ញុំនឹងឲ្យបងប្អូនមើលរូបរាងរបស់វាហើយថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពី iPhone SE ចំនួនទី2នេះថាតើវាមានសមត្ថភាពអ្វីខ្លះនៅក្នុងឆ្នាំ2026នេះខ្ញុំនឹងនិយាយពីវានៅក្នុងវីដេអូនេះហើយបងប្អូនចាំតាមដានទស្សនាពីដើមរហូតដល់ចប់ថាតើ iPhone ហ្នឹងវាលក្ខណៈវាមិនខ្លះអញ្ចឹងណាបាទហើយបងប្អូនគាត់ស្គាល់ហើយក៏ស្គាល់អ្នកអត់ទាន់បានដឹងបងចាំមើលវីដេអូនេះបាទទាំងអស់គ្នាហើយចាំជួយ comment ពាក់ព័ន្ធជាមួយនឹង iPhone SE ចំនួនទី2នេះបើបងប្អូនធ្លាប់ប្រើក៏ comment ថាការប្រើរបស់វាមិនដែរស្រួលឬក៏មិនអញ្ចឹងណាហើយនេះខ្ញុំបង្ហាញរូបរាងរបស់ iPhone SE ចំនួនទី2នេះឲ្យបងប្អូនបានមើលនេះបងប្អូនមើលមុនដំបូងបងប្អូននឹងស្មានថា iPhone 8បងប្អូនណានេះមិនមែនជា iPhone 8ទេតែវាដូចជា iPhone 8សឹងតែ 90% ហើយ 80% ហើយបងប្អូនបើមើលរូបរាងខាងក្រៅបងប្អូននឹងអត់ដែរស្គាល់ iPhone SE ចំនួនទី2ហ្នឹងបងប្អូននឹងគិតថា iPhone 8ឯងតែបងប្អូនចំណាំថាកន្លែង logo នៅកណ្ដាលនេះបើសិនជា iPhone 8ឥឡូវខ្ញុំអត់មាន iPhone 8ដើម្បីបង្ហាញបងប្អូនឥឡូវខ្ញុំយក iPhone 6s នេះយកមកបង្ហាញបងប្អូន iPhone 6s បងប្អូនឃើញបើហ្វិនជា iPhone 7ហើយនិង8គឺ logo ខាងលើគឺដូចខាងលើដូចគ្នាជាមួយ iPhone 8ចឹងដូចគ្នាចឹងប៉ុន្តែបងប្អូនមើលឃើញ logo នៅ iPhone SE ចំនួនទី2នេះឃើញនៅកណ្ដាលបងប្អូនឃើញវានៅកណ្ដាលបើ iPhone 8នៅលើដូច iPhone 6s នេះដែរបាទអាហ្នឹងយើងបញ្ជាក់ថា iPhone ហ្នឹងមិនមែនជា iPhone 8ទេបើអ្នកដែលស្គាល់គាត់ថាហ្នឹង iPhone 8ទេតែបើអ្នកដឹងមិនថាគាត់ថា iPhone SE ចំនួនទី2ប៉ុន្តែដើម្បីជាច្បាស់បងប្អូនត្រូវចុចមើលក្នុង setting វាមិនថាដឹងព្រោះពេលណាខ្លះច្រកខាងក្នុងខាងក្រោយនេះគេអាចដូរដាក់បានតែបងប្អូនដោយសារវាទំហំវាប៉ុនគ្នាបេះបិទជាមួយនឹង iPhone 8ប៉ុនគ្នាដោយសារក្នុងកញ្ចក់វាហ្នឹងគឺសាកថ្ម wireless charge ខាងក្រោយហ្នឹងហើយ iPhone 8ក៏សាកថ្ម wireless charge ដែរវារៀងភ្លឺហ្នឹងវាមានជាកញ្ចក់ហ្នឹងបងប្អូនមិនមែនដូចជា iPhone 7 iPhone 7 ហើយ iPhone 6s ចុះក្រោមគឺប្រភេទជាដូចដែរអញ្ចឹងណាជាលុយញោមឬក៏ជានេះអានេះខ្ញុំក៏ភ្លេចដែរតែមិនមែនជាកញ្ចក់អីអត់អាចសាកថ្មបានទេខាងក្រោយនេះបើសិនជា H ហើយនឹង SE ចំនួនទី2នេះគឺអាចសាកថ្មបានខាងក្រោយដែរឥឡូវខ្ញុំចាប់ផ្ដើមនិយាយអំពីលក្ខណៈសម្បត្តិរូបរាងនិងអ្វីគ្រប់យ៉ាងរបស់វាអញ្ចឹងប្រាប់បងប្អូនមួយដំណាក់កាលម្ដងមួយដំណាក់កាលម្ដង iPhone SE ចំនួនទី2ឬក៏ SE 2020នេះគឺបានដាក់លក់ជាផ្លូវការនៅខែមេសាឆ្នាំ2020បាទហើយចំពោះទម្ងន់របស់ iPhone SE 2នេះគឺមានទម្ងន់148ក្រាមបាទវាធ្ងន់ប្រហែលគ្នាដែរជាមួយ iPhone នេះ 6s 148ក្រាមហើយទូរស័ព្ទ iPhone SE ចំនួនទី2នេះគឺអាចប្រើប្រាស់ SIM បាន2បាទ SIM ដាក់ចូលមួយហើយនិងប្រភេទ eSIM បាទបងប្អូនកុំឃើញថាវាតូចអញ្ចឹងទីថាប្រើ SIM បាន2បងប្អូន iPhone SE ចំនួនទី2នេះគឺអាចប្រើប្រាស់ SIM បាន2ដែរដូចជាប្រភេទ XR XS XS Max ឡើងបាទអាចប្រើប្រាស់ SIM បាន2បាទខ្ញុំនឹងបង្ហាញបងប្អូននេះបងប្អូនឃើញកន្លែងនេះកន្លែងគេដាក់គឺយើងអាចជ្រើសរើស SIM បាន2ទូរស័ព្ទក្នុងនេះគឺខ្ញុំដាក់ SIM បាន2នេះបងប្អូនឃើញកន្លែងនេះលើមួយក្រោមមួយឆាយចេញលេខទាំងពីរបងប្អូនហើយវាមានប្រភេទមានប្រព័ន្ធការពារទឹក IP67 បាទអាចស៊ូក្នុងទឹក1ម៉ែត្រក្នុងរយៈពេល30នាទីបានជម្រៅ1ម៉ែត្រក្នុងរយៈពេល30នាទីស៊ូបានហើយចំពោះអេក្រង់របស់វាជាប្រភេទ IPS LCD ទំហំ 4.7 អ៊ីង
គឺដូចជាមួយនឹងអេក្រង់ iPhone 8 ដែរ iPhone 8 ក៏អេក្រង់ប៉ុណ្ណឹងដូចគ្នាដែរដូចជា 6S ដែរ 7 អីណាបាទគឺធំអេក្រង់ប្រព័ន្ធគ្នាប៉ុន្តែiPhone IC2 នេះការបង្ហាញអេក្រង់របស់វាគឺពិតជា IPS LCD មែនប៉ុន្តែបង្ហាញរូបភាពនិង color បានល្អបាទច្បាស់ល្អហើយចំពោះiPhone SE ចំនួនទី2នេះគឺរត់នៅលើ iOS 13ហើយអាច upgrade ដោយ iOS 26បានបងប្អូនកុំថាឃើញតូចចឹងប៉ុន្តែអាចដំឡើងទៅ version 26ចុងក្រោយក្នុងពេលឥឡូវនេះបានខ្លាំងជាង iPhone XS Max XR X អីហ្នឹងគឺកម្លាំងម៉ាស៊ីនអត់ដល់នេះទេมันអាចត្រឹម iPhone XS Max ចុះមកក្រោមគឺ XR XR iPhone X ហ្នឹងគឺបើ iPhone XR XR XS Max គឺម្ឡើងទៅ version 18ឯងបងប្អូនតែបើសិនជា iPhone SE ចំនួនទី2នេះគឺអាចម្ឡើងដល់ version 26បងប្អូនជំនួយខ្ញុំឲ្យបងប្អូនបានឃើញ version 26បានបងប្អូននេះបងប្អូនបងឃើញ version 26ចឹងគេកាមេរ៉ាវាចាំងផ្លាតជាមួយនឹងពូលនេះបងប្អូនផ្លាតជាមួយពូលហើយ SE version 26.1ឥឡូវវាឡើងដល់ 26.2.3 ហើយបងប្អូនហើយចំពោះកម្លាំងម៉ាស៊ីនគឺស្មើនឹង iPhone 11 Pro Max ដែរគឺប្រើប្រាស់បន្ទះ chip Apple A13 Bionic បាទហើយចំពោះ RAM iPhone នេះគឺមាន RAM ទំហំ 3GB ហើយមានទំហំ memory ផ្ទុកពី64 128និង256បាទហើយនិយាយពីកាមេរ៉ាគឺមានខាងមុខនេះគឺមានមួយគ្រាប់បាទបង្ហាញបងប្អូនវារៀងពណ៌ខ្មៅចឹងងឹតមានមួយគ្រាប់ទំហំ7 megapixel អាចថតវីដេអូបាន18ក្នុងល្បឿន30 fps ហើយចំពោះកាមេរ៉ាខាងក្រោយក៏មានតែមួយគ្រាប់ដែរហើយទំហំ12 megapixel អាចថតវីដេអូកម្រិត 4K 60 fps បានបាទឥឡូវខ្ញុំបង្ហាញកាមេរ៉ាបងប្អូនមើលនេះគឺជាកាមេរ៉ាខាងក្រោយថតមកអាចយើងទទួលយកបានអាចថតបង្ហោះក្នុងបណ្ដាញសង្គមអីបានបងប្អូនហើយចំពោះវីដេអូក៏មិនណយដែរគឺយើងអាចថតបានអត់ចាប់ 4K 4K 60 RAM បងប្អូន 4K 60 RAM កម្រិតរូបភាពហើយនឹងសំឡេងខ្ញុំបានថតទៅហើយវាស្រូបសំឡេងបានល្អបងប្អូនស្រូបសំឡេងនិង speaker ទាំងលើទាំងក្រោមវាគឺបបសំឡេងបញ្ចេញសំឡេងបានល្អហើយក៏កាមេរ៉ាគឺវាថតគឺស្រូបសំឡេងបានល្អដែរបងប្អូនឃើញនេះសំឡេងចេញពី iPhone SE ចំនួនទី2ដែលខ្ញុំបានថតមិញហ្នឹងគឺសំឡេងល្អមានខាងលើនេះមួយខាងក្រោម stereo ហើយការទប់លំនឹងក៏បានល្អដែរកាមេរ៉ាប៉ុណ្ណឹងយើងអាចថតបានហើយបងប្អូនយើងអាចថតបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook អី TikTok អីបានហើយបងប្អូន 4K 60 RAM ហើយចំពោះសុវត្ថិភាព iPhone SE ចំនួនទី2នេះគឺ scan កញ្ចៅដៃនៅខាងក្រោមដូចជា iPhone 8 iPhone 6s អីដែរបងប្អូនគឺ scan ដូចគ្នាខាងក្រោមដូចគ្នាទេគឺមិនខុសគ្នាទេសុវត្ថិភាពគឺអាច scan ហើយនឹងប្រើលេខកូដបាទហើយចំពោះកម្លាំងថ្ម iPhone IC ចំនួនទី2នេះគឺប្រើ Lion 1000មានទំហំ 1821 mAh ម៉ោងដូចជាមួយនឹង iPhone 8 best bud តែម្ដងនិយាយរួមគឺ iPhone IC ចំនួនទី2នេះគឺគេផលិតមកប្រៀបដូចថា iPhone 8 វានៅសល់សង្វក់សល់អីគេដូចថាគេសេរីឲ្យវាទៅមិនឲ្យអស់ពី stock អញ្ចឹងគេប្រតិ
គេដំឡើង chip នៅលើនេះឲ្យខ្លាំងដើម្បីលក់សារថ្មីអញ្ចឹងប៉ុន្តែរូបរាងទាំងអស់គឺដូចយកពី iPhone 8យកមកដាក់អញ្ចឹងប៉ុន្តែគាត់ថាដាក់ម៉ាស៊ីនពេលថ្មដូចគ្នាបិទហើយអេក្រង់ប៉ុនគ្នាទាំងអស់តែម្ដងគឺពីច្រើនគឺដូចគ្នាអ្វីគ្រប់យ៉ាងរបស់ iPhone SE គឺស្តៀងគ្នាជាមួយ iPhone 8តែម្ដងគាត់ថាខុស chip គេដាក់ chip វាឲ្យខ្លាំងអញ្ចឹងដើម្បីលក់ជា iPhone កែទៅជា iPhone SE ចំនួនទី2វិញបាទហើយចំពោះពណ៌ iPhone នេះមាន3ពណ៌មានពណ៌សពណ៌ខ្មៅហើយនិងពណ៌ក្រហមហើយបងប្អូនកុំឆ្ងល់ថាបើ iPhone 8បើសិនជាខ្នងវាខាងក្រោយសគឺតួមុខកញ្ចក់វាប្រកាសជាសដែរហើយបើវាពណ៌ខ្មៅកញ្ចក់វាខ្មៅអានេះទោះបី iPhone IC ចំនួនទី2នេះទោះបីថាពណ៌អីក៏នៅតែកញ្ចក់វាខ្មៅដែរបងប្អូនមិនមែនកញ្ចក់ដូរនេះគឺទោះបីថាពណ៌អីក៏នៅកញ្ចក់វាពណ៌ខ្មៅយ៉ាងដែរហើយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅក្នុង iPhone IC ចំនួនទី2នេះពាក់ព័ន្ធជាមួយកម្លាំងម៉ាស៊ីនបងប្អូនអាចប្រើប្រាស់បណ្ដាញសង្គមអ្វីក៏បានដែរគឺអត់មានជាបញ្ហាទេជាមួយបញ្ហាហ្គេមការលេងហ្គេមបងប្អូនអាចដំឡើងជាការលេងហ្គេមអីក៏លេងបានដែរព្រោះថានៅតែលេងបានធម្មតាទេតែអ្វីជាកត់សម្គាល់គឺកម្លាំងថ្មរបស់ iPhone IC ចំនួនទី2នេះគឺវាមានទំហំតូចតែ1821មីលីអាំពែម៉ោងទេការប្រើប្រាស់គឺมันអាចស៊ូបានមួយថ្ងៃឲ្យយើងនេះទេបើសិនជាយើងលេងហ្គេមខ្ញុំសាកលេងហ្គេមPUBG នេះគឺមកថ្មពេញខ្ញុំលេងបានតែ6វគ្គទេបងប្អូន5 6វគ្គអីហ្នឹងអស់ហើយអានឹងយើងលេងជាប់ហើយហ្នឹងប៉ុន្តែក្រែងលោថាថ្មនេះវានៅធ្លាក់គុណភាពហើយវានៅ76%ទេក៏ដូចថាវាខ្សោយអញ្ចឹងណាបើសិនជាបងប្អូនណាមានទូរស័ព្ទគាត់តំទិញឬក៏នេះបងប្អូនជួយប្រាប់ខ្ញុំថាការកាន់ថ្មមិនតែខ្លាំងអត់បើខ្ញុំនេះកាន់មកល្មមវាមិនខ្លាំងទេវា60%អីទេมันអាចថាបានខ្ពស់ទេហើយបងប្អូនកុំរំពឹងថាទិញ iPhone IC ចំនួនទី2នេះយកមកប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងវាមិនបានយូរទេគឺយើងសាក់ថ្មហើយញាប់បើយើងឧស្សាហ៍ចុចអាហ្នឹងវាឆាប់អស់ដែរអញ្ចឹងវាថ្មវាតូចថ្មឥឡូវឡើងដល់4000 5000ពេហើយថ្ម iPhone ក៏មាន5ដែរ iPhone 17វាមាន5000ហើយ4000ជាងបាទហើយនេះនៅ1800ជាងគឺតូចមែនតើអានេះបើសិនជាយើងដាក់យកមកជាទូរស័ព្ទជំនួសមួយបាទទុកតេទុកអីអាហ្នឹងអែមហើយមើលបណ្ដាញសង្គមល្មមលេងហ្គេមល្មមអាហ្នឹងយើងអាចទិញវាបានហើយបើសិនជាបងប្អូនទិញយកមកប្រើប្រាស់ធ្ងន់គឺมันអាចបានទេបងប្អូនអានេះបានយើងប្រើមើមទេហើយចំពោះកម្លាំងសិនវានៅរត់ខ្លាំងបងប្អូននៅរត់ខ្លាំងលេងហ្គេមបានប្រើប្រាស់អ្វីក៏បានដែរនៅលើ iPhone IC ចំនួនទី2នេះហើយកាមេរ៉ាវាក៏ថតល្មមដែរអញ្ចឹងបើសិនជាបងប្អូនចង់ប្រើប្រាស់ខ្លាំងបងប្អូនកុំប្រើ iPhone IC ចំនួនទី2បើសិនជានេះទិញ iPhone ផ្សេងហើយតម្លៃវា64G តម្លៃប្រហែលវាតាម grade ដែរបងប្អូន grade ស្អាតបើ grade ស្អាតវានៅប្រហែល100ឯហ្នឹងបងប្អូនស្អាតនៅប្រហែល100 64G ចន្លោះពី100ហ្នឹងបាក់ប្រហែលហ្នឹង scan ក្រៅដៃលឿនដែរបងប្អូន picture ល្អកាមេរ៉ាច្បាស់ដែរប៉ុន្តែវាអន់ត្រង់ថ្មតែម្ដងថ្មវាហិងអត់សូវខ្លាំងទេព្រោះថ្មតូចបាទហើយខ្ញុំក៏បានរៀបរាប់ប្រាប់បងប្អូនអស់ហើយបងប្អូនសម្រេចចិត្តថាបើសិនជាមុននឹងទិញមើលវីដេអូនេះហើយបងប្អូនគិតយ៉ាងម៉េចដែរចំពោះ iPhone IC ចំនួនទី2នេះវាប្រើប្រាស់បានគ្រប់ទាំងអស់ប៉ុន្តែពាក់ព័ន្ធជាមួយកម្លាំងថ្មវាមិនសូវវាខ្លាំងទេបងប្អូនយើងអាចប្រើប្រាស់បានវាមិនអន់ណាស់ណាទេថាបើមិននេះប៉ុន្តែគាត់ថាវាដូចថាមិនសូវធំពេលថ្មវាតូចចឹងវាមិនសូវកាន់ខ្លាំងអញ្ចឹងយើងប្រើប្រាស់ទូរស័ព្ទឲ្យវាតូចហងអានេះបើប៉ុន្តែប្រើដូចថាសិស្សសាលាថ្នាក់ទី9ទី8អីក៏ស្អីអីត្រូវដៃតូចអីបាទប៉ុណ្ណឹងល្មមហើយហើយនេះគឺជាវីដេអូដែលខ្ញុំបានថតនៅក្រោមពន្លឺដែលគ្រប់គ្រាន់បើសិនជាពន្លឺមិនគ្រប់គ្រាន់ iPhone នេះក៏មិនសូវជាថតបានច្បាស់ខ្លាំងដែរវាមានអុចៗទេបងប្អូន
ប៉ុន្តែការស្រូបសំឡេងរបស់វាគឺខ្លាំងគ្រាន់បើបងប្អូនសំឡេងគឺខ្ញុំដើរស្នើស្នោក៏នៅលាន់សំឡេងឆាវទៀតបងប្អូន 4K 60 RAM បងប្អូន iPhone SE 2 generation នេះបងប្អូនអូដោយសារភ្លើងចាំងចឹងមើលអក្សរទៅច្បាស់ហើយចំពោះ iOS 26នៅលើនេះបងប្អូនឃើញស្តៀងជាងអាច edit អីបានធម្មតាដូចនេះចឹងអានេះយើងសេរីពណ៌យើងដាក់ពណ៌អីក៏បានដែរយើងចង់ដាក់ពណ៌យើងប្រើពណ៌បានយើងដាក់ម៉ូដឬក៏សមើលទៅវាប្លែកម្យ៉ាងដែរហើយការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែរបងប្អូនហើយបងប្អូនមានយោបល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមវីដេអូបាទវីដេអូក៏មានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា